ធ្លាប់ឮចាស់ៗចំណាំនិយាយថាដាំស៊ីផងលក់ផងណាចឹងមានន័យថានៅពេលដែលយើងដាំអីមួយយើងបែងចែកជាពីរគឺយើងទុកដាំហូបខ្លួនឯងផងហើយយើងដាំលក់ផងថ្ងៃនេះខ្ញុំមកដាំម្ទេសហើយនឹងដាំត្រប់ដោយសារតែអាកាសធាតុឥឡូវគឺវាចាប់ផ្ដើមក្តៅហើយបងប្អូននៅខាងប្រទេសអូស្ត្រាលីនិយាយទៅក្តៅហ្នឹងក្តៅមិនចាញ់ស្រុកខ្មែរប្រហែលទេគឺក្តៅគួរសមដែរចឹងនៅពេលដែលខ្ញុំដាំនេះគឺខ្ញុំប្រើប្រភេទដីល្អគឺពពួក potting mix ម៉ាការ៉ុងនេះគឺតម្លៃដល់ទៅ$22បងប្អូននិយាយពីផ្ទះខ្ញុំគឺប្រើអស់ច្រើនការ៉ុងខ្លាំងមែនទែនចឹងសម្រាប់បងប្អូនដែលចង់ដាំម្ទេសដាំត្រប់អីមិនបាច់ទិញកូនគេមកដាំទេគឺនាំតែខាតលុយទេគឺបងប្អូនចាប់ប្រើវិធីសាស្ត្រខ្លួនឯងឬក៏បដោគ្រាប់ខ្លួនឯងជាងមកគឺបងប្អូនចង់បានប្រមាណកូនគឺបានប៉ុណ្ណឹងចង់បាន100កូនក៏បានដែរនិយាយថាដាំវាស្រួលខ្លាំងមែនទែនប៉ុន្តែសម្រាប់ជនជាតិបរទេសមួយចំនួនណាបងប្អូនគាត់ដូចអត់ដែរដាំអីសោះអញ្ចឹងគាត់អត់ចេះបដោអត់ចេះដាំទេអញ្ចឹងហើយគាត់ក៏មកទិញកូនម្ទេសកូនត្រប់ពីផ្ទះរបស់ខ្ញុំអញ្ចឹងទៅអញ្ចឹងខ្ញុំលក់រាល់ឆ្នាំបងប្អូនចាហើយឥឡូវហ្នឹងគឺខ្ញុំចាប់ផ្ដើមបដោហើយព្រោះដោយសារអាកាសធាតុវាចាប់ផ្ដើមក្តៅហើយប្រហែលជាមួយខែ2ខែទៀតគឺខ្ញុំចាប់ផ្ដើមលក់កូន